មានភៀវមួយនោះគាត់មកគាត់ complain ហ្មងកន្លែងក៏ក្រិចអូសភីអត់សោះសាច់ស្វិតស៊ីមិនកើតបន្លែឆៅអ្វីដែលសំខាន់បំផុតគឺការលក់បើយើងលក់អត់បានដេកមកដល់បច្ចុប្បន្ននេះបើគិតពី2014ដែលយើង start up មកវា11ឆ្នាំមាន3សាខាហើយហ្នឹងពីដើមឡើយ4តែ fail មួយសល់3កាលនោះខ្ញុំធ្វើការខាងផ្នែក real estate បន្ទាប់ពីយើងលក់មកចុងក្រោយក៏យើងមកលក់ real estate ប្រភេទ condo បន្ទាប់ពី covid អីហើយគាត់ទៅចេញមួយកោសាណាគាត់ថានៅ real estate ប្រហែលជាវាអាចនឹងមានការប្រកួតប្រជែងច្រើនយើងមើលទៅមុខទៀតទៅវាអតិថិជនក៏វាចេះតែថយទៅចំនួនអ្នកលក់ចេះតែកើនឡើងអញ្ចឹងណាអញ្ចឹងក៏យើងក៏ចាប់ផ្ដើមជជែកមួយដៃគូជជែកជាមួយគ្រួសារទៅក៏យើងបង្កើតអាជីវកម្ម state ហ្នឹងឡើងក៏អាជីវកម្ម state ហ្នឹងបង្កើតតាំងពីមុនហ្នឹងទៀតណខ្ញុំគ្រប់គ្រងក្រោយបន្ទាប់ពីយើងទិញសិទ្ធិផ្ដាច់ពីម្ចាស់ដើមមកទេគឺយើងខ្លាចបំផុតគឺលក់អត់បានអត់មានចំណូលសម្រាប់យើងភេទៅវិញទៅលើបុគ្គលិកទៅលើថ្លៃហាងទឹកភ្លើងអីគ្រប់សពបែបយ៉ាងមកជាបញ្ហាធំអញ្ចឹងដើម្បីដោះស្រាយនឹងបានយើងធ្វើម៉េចត្រូវព្យាយាមប្រើវិធីសាស្ត្រលក់ឲ្យបានច្រើនដូចជាយើងព្យាយាមផ្សព្វផ្សាយអីចឹងទៅហើយទី2យើងអាចព្យាយាមរកដៃគូសហការញ៉ាំទៅខាង Wing Mall អីចឹងគាត់មកចឹងទៅគាត់ជួយផ្សព្វផ្សាយយើងហើយមានការ order តាមរយៈ app តាមរយៈអីចឹងទៅតែអ្វីដែលសំខាន់បំផុតគឺការលក់បើយើងលក់អត់បានដេកដូចខ្ញុំបញ្ជាក់ខាងលើមិនអញ្ចឹងទីមួយការផ្សព្វផ្សាយបន្ទាប់ពីយើងអតិថិជនគាត់ទទួលបានការផ្សព្វផ្សាយគាត់ចង់ញ៉ាំគាត់នឹកឃើញគាត់មកកន្លែងយើងបន្ទាប់ពីគាត់មកកន្លែងយើងហើយជំហានទី2គឺរសជាតិរបស់យើងហើយទី3គឺសេវាកម្មនៅកន្លែងយើងអីចឹងទៅយើងព្យាយាម service ធ្វើម៉េចគាត់ឲ្យបានល្អបំផុតតាំងពីគាត់ចូលរហូតដល់គាត់ញ៉ាំរហូតដល់គាត់ចេញទៅវិញអីចឹងទៅយើងព្យាយាមសម្រួលជូនគាត់ឲ្យបានល្អបំផុតខ្ញុំឃើញ Wing Mall គាត់មានcampaign មួយនោះល្អតែគាត់ឆាច់តែ100រៀលទេសម្រាប់ហាងមួយតាំងពីអាហ្នឹងមកយើងឃើញ order កើនឡើងច្រើន Indie យើងតម្លៃយើងលក់នៅកន្លែងហើយនឹងតម្លៃយើងលក់នៅតាម app ដូចគ្នាយើងអត់មាន add តម្លៃទៅលើ packaging add តម្លៃទៅលើអីទេអញ្ចឹងទេនៅពេលដែលWing Mall គាត់អត់បានឆាច់ commission មកលើហាងអញ្ចឹងខ្ញុំជាម្ចាស់អាជីវកម្មខ្ញុំផ្ដល់អាហ្នឹងទៅឲ្យ Wing Mall វិញព្រោះយើងជួយគ្នាទៅមកអញ្ចឹងគាត់យកអាហ្នឹងទៅ discount ជូនភ្ញៀវអញ្ចឹងមានន័យថាភ្ញៀវដែលកំងទិញតាម Wing Mall ហ្នឹងបាន discount ល្អជាងញ៉ាំនៅកន្លែងទៀតWing Mall ក៏ទូទាត់ភ្លាមពេលដែលអ្នកដឹកចេញទៅលុយវាលោតចូលអូតូមកក្នុងហាងហ្មងដល់ពេលយើងស្រួលដែរយើងអត់ពិបាកត្រូវទៅ check data អីពីថ្ងៃបានទូទាត់អីយើងត្រូវផ្ទៀងអីអត់ទេវាល្អចំណុចហ្នឹងដែរល្អហ្មងមិនល្អដែរគឺល្អហ្មងពួកអីធម្មតាយើងជាអ្នកលក់យើងចង់បានចំណូលការធ្ងន់ជាងគេគឺនៅពេលដែលយើងស្ទង់ខុសនោះបងស្ទង់ខុសត្រង់ទីតាំងស្ទង់ខុសត្រង់ម្ហូបអាហារនៅតំបន់ហ្នឹងគាត់មិនសូវជាហូបអាហ្នឹងហើយយើងទៅយកអាហ្នឹងទៅដាក់ឬក៏យើងឃើញគេលក់អាហ្នឹងដាក់យើងទៅតាមគេយើងធ្វើឆ្នៃអីចឹងតែខាតច្រើនទៀតមិនខាតធម្មតាទេតែជួលថ្លៃ operation យើងធំអូទៅពេលខ្លះហាងយើងស្អាតពេកមនុស្សមើលអត់ហ៊ានចូលទេសុនតែចាក់អីយើងគាត់ពេលខ្លះ first impression របស់គាត់គិតមកហួរឆ្លៃទៅហួរមកហួរទៅហួរមកហួរមកតែមានអ្នកចូលហ្នឹងថោកហ្នឹងបាទតែមកគាត់ដឹងថាយើងថោកហើយយើងនៅពីក្រោយនោះចង់ទូកសាច់បាត់ហើយវាមិនមែនគ្រប់ផលិតផលដែលយើងលក់ល្បីហើយយើងលក់តាណាក៏ដាច់ទេមានភៀវមួយនោះគាត់មកគាត់ complain ហ្មងកន្លែងក៏ក្រិចអូសភីអត់សោះសាច់ស្វិតស៊ីមិនកើតបន្លែឆៅគ្រប់សពបែបយ៉ាងតែយើងទទួលស្គាល់ពេលខ្លះយើងត្រូវដូចខ្ញុំនិយាយចឹងយើងត្រូវទទួលយកក្នុងនាមយើងជាអ្នកលក់យើងមិនអាចទៅឆុងឆាំងមួយអតិថិជនបានទេពីព្រោះអីមាត់របស់អតិថិជនវាដូចជាទីផ្សាររបស់យើងចឹងបើសិនមកគាត់ផ្សាយអាក្រក់ពីយើងមិនផ្លែទេទូចសិនទៅអីខ្ញុំថាអាចចាប់បានពីទូសិនទៅមើលតាមលទ្ធភាពទៅបើសិនតែយើងមានទុន10ខ្ញុំសុំសង្កេតថាបញ្ចេញតែ3បានណាបើយើងខាតយើងនៅសំផលតែយើងលេងធ្ងន់ត្រូវធ្ងន់ណាសុំទោសដូចយូទូបគេហៅថាទូកធំក្តោងធំណាតែកាលណាយើងខាតធ្ងន់ណាពេលដែលចាប់ដើមកន្លែងអាជីវកម្មមួយមនុស្សច្រើនណាស់មកចូលរួមពេលដែលបិទទៅវិញនៅសល់តែ2នាក់ទេម្នាក់ជាម្ចាស់ហាងម្នាក់ទៀតពន្ធដារ
តែយើងត្រូវទៅបាត់និពន្ធ